បងប្អូនទាំងអស់គ្នានេះគឺជា tablet series ថ្មីពីក្រុមហ៊ុន Black Shark ដែលមានតម្លៃសមរម្យទេត្រឹមតែ$149យើងក៏អាចដាក់ SIM card ប្រើអ៊ីនធឺណិតបានពីគ្រប់ទីកន្លែងផងដែរ Black Shark គឺជាក្រុមហ៊ុនផលិតទូរស័ព្ទនិង gaming accessory ហើយនេះគឺជារូបរាងរបស់ tablet មើលពីក្រោយគេវាយថ្នាំដូចជាលោហៈអញ្ចឹងដែរហើយបែរមកខាងមុខគឺជាអេក្រង់ទំហំ11 អ៊ីនកម្រិតបង្ហាញ Full HD+ ល្បឿន 90Hz យើងអាចប្រើបានគ្រប់យ៉ាងដូចជាមើល YouTube លេង TikTok មើល Netflix ឬក៏រៀនតាមអនឡាញឬក៏អានសៀវភៅផ្សេងៗនិយាយទៅប្រើអីក៏បានដែរមិនជាអ្វីទេហើយ tablet ក៏មាន speaker 2គ្រាប់នៅខាងក្រោមដែលឮច្បាស់ល្អគ្រាន់តែបាសវាមិនសូវធ្ងន់សំលុយតាំងពីឆ្នាំមុនបើសិនមានយីអូនមានប្រពន្ធមួយដែរចំពោះថាមពលថ្មក្នុង tablet មានទំហំ7700 mAh ដែលអាចកំដរយើងបានដល់ទៅ2ថ្ងៃនិងអាចសាកបញ្ចូលថ្មវិញល្បឿន18 W តាមរយៈ USB Type C នៅខាងលើហើយនៅខាងលើហ្នឹងក៏មាន SIM tray ដែលអាចដាក់ SIM card បានមួយប្រើអ៊ីនធឺណិត 4G បានដោយមិនចាំបាច់រក hotspot ឬក៏សុំ Wi-Fi គេទេនិងសល់កន្លែងដាក់ memory card បន្ថែមបានមួយទៀតហើយនៅខាងលើចំកែងនេះគឺជាកន្លែងដោតកាសសម្រាប់ស្ដាប់បទចម្រៀងឬក៏ស្ដាប់វិទ្យុក៏បានដែរនិយាយពីកម្លាំងម៉ាស៊ីន tablet មកជាមួយនៅ chip MediaTek Helio G88 បាន RAM 8GB ដែលអាចបូកបន្ថែម 16GB ទៀត memory ក្នុងម៉ាស៊ីន 128GB និងមកជាមួយ software Android 15ចេញពីប្រអប់តែម្ដងហើយកម្លាំងម៉ាស៊ីនប៉ុណ្ណេះអាចដំណើរការកម្មវិធីប្រចាំថ្ងៃបានល្អធម្មតាទេវាឆ្លើយតបបានលឿនរាល់ការបញ្ជារបស់ខ្ញុំហើយក៏អាចយកទៅលេងហ្គេមបានផងដែរ tablet ក៏មានកាមេរ៉ាខាងក្រោយមួយគ្រាប់ទំហំ13 megapixel និងខាងមុខមួយគ្រាប់ទំហំ5 megapixel សម្រាប់ប្រើ scan ឯកសារនិង video call ជាដើមនៅក្នុងប្រអប់មាន tablet មួយសម្បកការពារមួយដុំសាកនិងខ្សែសាកមួយឈុតហើយក៏មានកាដូថែមពីខាងក្រៅដែរដូចជាជម្រើសទី1បាន keyboard និង big មួយឬក៏យកជម្រើសកាដូមួយទៀតគឺថែមកាស Bluetooth របស់ Black Shark មួយផងដែរបងប្អូនដែលចាប់អារម្មណ៍អាចទៅតេស្តផ្ទាល់នៅកន្លែង Kitchen ក៏បានដែរមុននឹងទិញដោយតាក់ទងទៅ page Black Shark Cambodia ដែលខ្ញុំនឹង tag នៅខាងលើអូខេសរុបចុងក្រោយ tablet នេះមានឈ្មោះថា Black Shark Pad 7ដែលមានតម្លៃសមរម្យមែនទែនត្រឹមតែ$149វាអាចដាក់ SIM card ប្រើអ៊ីនធឺណិតបានពីគ្រប់ទីកន្លែងមានអេក្រង់ច្បាស់ល្អនិងដំណើរការបានល្អសម្រាប់ការប្រើរបស់ខ្ញុំបាទមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀត